សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមស្ដាប់កំសាន្តនៅ Channel ពូភាននិទានថ្ងៃនេះដែរលើកឡើងសាច់រឿងទាក់ទងទៅនឹងរឿងភ្នំនាងកង្រីអ្នកទាំងអស់គ្នាប្រកាសជាស្គាល់ប្រកាសជាធ្លាប់ឮហើយទាក់ទងទៅនឹងរឿងនាងភ្នំកង្រីតែថ្ងៃនេះ Channel យើងខ្ញុំសូមមកលម្អិតក៏ដូចជាសង្ខេបនៅសាច់រឿងរបស់ភ្នំនាងកង្រីចែកជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តភ្នំនាងកង្រីគឺជាភ្នំមួយដែលស្ថិតនៅក្នុងឃុំពុងរស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងដែលបើអ្នកទាំងអស់គ្នាធ្វើដំណើរកាត់ផ្លូវជាតិលេខ5ពីភ្នំពេញទៅនឹងឃើញភ្នំមួយដែលមានសន្ធឹងដូចមនុស្សដេកផ្កាប់មុខដែលមានកម្ពស់ខ្ពស់ជាងគេនោះគឺជាភ្នំនាងកង្រីនៅលើភ្នំនោះក៏ដូចជាភ្នំដទៃផ្សេងទៀតដែរដែលមានដើមឈើតូចធំដុះជាច្រើនអ្វីដែលប្លែកជាងគេនោះគឺនៅចង្កេះភ្នំគឺសម្បូរទៅដោយម្អមដែលមានដុះជុំវិញជាច្រើនដែលអ្នកស្រុកនៅទីនោះពុំហ៊ានបរិភោគដូចអ្នកខេត្តផ្សេងឯទៀតឡើយពីព្រោះពួកគេយល់ថាម្អមទាំងនោះគឺជារោមយន្តនីរបស់នាងកង្រីសម្រាប់រឿងនាងកង្រីក៏មាននិទានដំណាលតគ្នាថាកាលពីព្រេងនាយមានសេដ្ឋីម្នាក់ដែលរស់នៅនគរមួយសម្បូរទៅដោយធនធានជាច្រើនប៉ុន្តែអ្វីដែលជាអកុសលនោះគឺពួកគេពុំមានកូនមួយឡើយសម្រាប់សេដ្ឋីនោះក៏សម្រេចចិត្តទៅបន់ស្រន់ជាមួយប្រពន្ធនៅឯដើមជ្រៃមួយក្រោយពីពួកគេបានបន់ស្រន់រួចប្តីប្រពន្ធទាំងពីរនាក់នោះក៏ទទួលបានកូនទៅដល់12នាក់បន្ទាប់ពីទទួលបានកូន12នាក់រួចសេដ្ឋីទាំងពីរនាក់នោះក៏ធ្លាក់ខ្លួនក្រីក្ររហូតទៅដល់រកអាហារចិញ្ចឹមកូនគ្មានក៏ពួកគេសម្រេចចិត្តបរទេះទៅបំបោះបង់កូនចោលនៅឯក្នុងព្រៃក្រោយពីឪពុកម្ដាយបំបោះបង់កូនចោលនៅក្នុងព្រៃទាំង12នាក់រួចក៏នាំគ្នាត្រឡប់មកផ្ទះវិញរីឯកូនទាំង12នាក់ក៏បានដើរវង្វេងព្រៃទៅដល់នគរមួយគឺនគររបស់យក្ខិនីដែលមានឈ្មោះថាសន្ធើមាយក្សស្រីនោះមានកូនស្រីមួយគឺឈ្មោះនាងកង្រីនាងសន្ធើមាបានឃើញនាងទាំង12នាងក៏បានក្រឡាខ្លួនធ្វើជាស្រីក្រមុំមួយយ៉ាងស្រស់ស្អាតក៏បាននាំយកនាងទាំង12នាក់នោះទៅលាក់ក្នុងប្រាសាទដើម្បីបម្រើនាងកង្រីជាទាំង12ក៏បានដឹងថានគរនោះគឺជានគរយក្សនាងសន្ធើមាគឺជាយក្ខិនីក៏នាំគ្នារត់ចេញនាងសន្ធើមាក៏បានដេញតាមហើយក៏បានរកឃើញនាងទាំង12នាក់ក្លាយជាមហេសីរបស់ព្រះបាទរថសិទ្ធិនៅឯនគរនាងយក្ខិនីនោះក៏មិនសប្បាយចិត្តក៏បានក្រឡាខ្លួនធ្វើជាស្រីក្រមុំយ៉ាងស្រស់ស្អាតក្លាយជាមហេសីរបស់ព្រះបាទរថសិទ្ធិនោះដែរក្រោយពីយក្ខិនីបានក្លាយជាព្រះមហេសីរបស់ព្រះបាទរថសិទ្ធិក៏នាងមានចិត្តច្រណែនឈ្នានីសជាមួយនឹងនាងទាំង12ក៏ធ្វើខ្លួនជាឈឺញងឲ្យព្រះមហាក្សត្រខ្វេះភ្នែកនាងទាំង12ដើម្បីធ្វើថ្នាំព្យាបាលរោគពៀរបស់ខ្លួនបន្ទាប់មកក៏យកនាងទាំង12ទៅកប់ក្នុងរណ្ដៅបង្អត់អាហារនៅក្នុងព្រៃជ្រៅមួយដោយខ្វេះគ្រប់ភ្នែកនាងទាំង12យកទៅធ្លាក់ទុកនៅក្នុងឃ្លាំងរបស់ខ្លួននៅឯនគរយក្សឲ្យនាងកង្រីថែរក្សាបន្ទាប់មកនាងទាំង12ក៏ប្រសូតបុត្ររៀងៗខ្លួនហើយក៏បានហែកចែកគ្នាស៊ីរីឯនាងទី12ក៏ប្រសូតបុត្រមួយដែរឈ្មោះថាពុទ្ធិសែនដែលនាងបានលាក់កូនរួចខ្លួនពីការហែកចែកគ្នាស៊ីក៏រស់រានមានជីវិតព្រោះពុទ្ធិសែនគឺជាព្រះពោធិសត្វចាប់ជាតិពេលដែលពុទ្ធិសែនធំពេញវ័យនាងសន្ធិមាក៏ដឹងថាជាកូនរបស់នាងទី12ក៏ប្រើឲ្យជីសេះនាំសម្បត្តិទៅឲ្យនាងកង្រីដោយដាក់សេចក្តីថាបើពុទ្ធិសែនទៅដល់ពេលយប់ឲ្យស៊ីទាំងយប់បើទៅដល់ពេលថ្ងៃឲ្យស៊ីទាំងថ្ងៃតែជាបុណ្យកុសលរបស់ពុទ្ធិសែនពេលដែលទៅដល់ពាក់កណ្ដាលផ្លូវពុទ្ធិសែនក៏បានសម្រាកលងលក់ដោយផ្ទុំលងលក់ក៏មានឥសីម្នាក់ក៏ចុះប្រែក្រឡាហើយបដូរសម្បត្តិនោះហែកសម្បត្តិចាស់ចោលក៏បដូរសម្បត្តិថ្មីដោយសរសេរថាបើពុទ្ធិសែនទៅដល់ពេលយប់ឲ្យរៀបការពេលយប់បើទៅដល់ពេលថ្ងៃឲ្យរៀបការទាំងថ្ងៃជាមួយនឹងកូនរបស់នាងគឺនាងកង្រីពេលដែលពុទ្ធិសែនទៅដល់នគរនាងកង្រីក៏បានអានសម្បត្តិហើយក៏រៀបចំពិធីអភិសេកជាមួយពុទ្ធិសែនភ្លាមព្រះបាទពុទ្ធិសែនបានសោយរាជ្យនៅនគរយក្សមិនយូរប៉ុន្មានដោយសារតែព្រះអង្គដឹងអំពីដំណឹងព្យាបាលភ្នែករបស់
មេដារបស់ទ្រង់ក៏បានវិលត្រឡប់លួចរត់ចេញពីនគរនាងកង្រីកណ្ដាលអាធ្រាត្រនាងកង្រីក៏បានយំសោកស្លាប់នៅកណ្ដាលព្រៃហើយពុទ្ធិសែនមកដល់នគរវិញដោយសុវត្ថិភាពទ្រង់ក៏បានព្យាបាលភ្នែកជូនព្រះមេដារបស់ទ្រង់ក៏ដូចជាមេដាធំរបស់ទ្រង់ឲ្យជាសះស្បើយហើយទ្រង់ក៏បានសម្លាប់នាងសន្ធមារហើយសោយរាជ្យជំនួសព្រះបិតាដឹកនាំនគរប្រកបដោយសុខក្សេមក្សាន្តមកដល់បច្ចុប្បន្ននេះខេត្តកំពង់ឆ្នាំងក៏មានរូបសំណាកនាងកង្រីយំសោកហៅព្រះបាទរិទ្ធិសែនឲ្យត្រឡប់មកវិញបើអ្នកទាំងអស់គ្នាជិះកាត់ខេត្តកំពង់ឆ្នាំងនោះប្រកាសជាឃើញរូបសំណាកមួយនេះក៏ដូចជារូបភ្នំដែលមានសន្ធឹងធំជាងគេខ្ពស់ជាងគេនៅឯខេត្តកំពង់ឆ្នាំងនោះគឺភ្នំនាងកង្រី